ច្រឡំហើយនៅទីនេះស្ងាត់ណាស់គ្មានអ្នកណាធ្វើអីទេញ៉ាំនំទៅណារឿងអាចកំបាំងសំឡេងកោសដូងនៅតំបន់ជនបទដាច់ស្រយាលមួយមានផ្ទះឈើចំណាក់មួយខ្នងដែលអ្នកភូមិមិនសូវហ៊ានដើរកាត់វាសនាជាអ្នកនិពន្ធវ័យក្មេងបានមកជួលបន្ទប់នៅទីនេះដើម្បីស្វែងរកភាពស្ងប់ស្ងាត់គេមិនបានដឹងសោះថាភាពស្ងប់ស្ងាត់នេះត្រូវបង់ថ្លៃដោយអ្វីឡើយម្ចាស់ផ្ទះនេះគឺនាងមីលេសជាស្ត្រីមេម៉ាយវ័យក្មេងដែលមានសម្រស់ស្រស់ស្អាតខុសគេគ្រាន់តែឃើញមុខនាងដំបងវាសនាហាក់ដូចជាត្រូវមុនស្នេហ៍ស្នាមញញឹមរបស់នាងស្រទន់តែបង្កប់នូវភាពអាចកំបាំងមកដល់ហើយឬបងប្រុសបន្ទប់រៀបចំជួយរាល់ហើយនាងរៀបចំកន្លែងស្នាក់នៅយ៉ាងយកចិត្តទុកដាក់ព្រះអាទិត្យរៀបលិចភាពងងឹតចាប់ផ្ដើមគ្របដណ្ដប់ពេលរាត្រីមកដល់ភាពស្ងប់ស្ងាត់នៅទីនេះហាក់ដូចជាស្ងាត់ខុសធម្មតាWhen night comes, the silence here seems unusually quiet. រហូតដល់ពាក់កណ្ដាលអាធ្រាត្រស្រាប់តែសំឡេងមួយបានបំបែកភាពស្ងប់ជ្រងំវាជាសំឡេងកោះដូងយ៉ាងច្បាស់គេព្យាយាមមិនខ្វល់ព្រោះគិតថាជារឿងធម្មតាប៉ុន្តែសំឡេងនោះនៅតែអូសបន្លាយរហូតដល់ភ្លឺម៉ោងនេះហើយនៅធ្វើនំទៀតគេព្យាយាមមិនខ្វល់ព្រោះគិតថាជារឿងធម្មតាប៉ុន្តែសំឡេងនោះនៅតែអូសបន្លាយរហូតដល់ភ្លឺខ្លាំងណាស់លោកនំគ្រក់ទឹកខ្ទិះសាក់ភ្លក់មើលទៅបងប្រុសព្រឹកព្រលឹមនាងមីលេសនៅតែស្រស់ស្អាតនិងញញឹមដូចធម្មតាវាសនាទទួលនំទាំងកៅភ្នែកងងុយខ្ញុំដូចជាឮសំឡេងកោះដូងទឹកមុខរបស់នាងប្រែប្រួលមួយរំពេចមុននឹងនាងបដូរមកញញឹមវិញយ៉ាងលឿនគេមិនហ៊ានសួរតព្រោះនំនេះពិតជាមានរសជាតិឆ្ងាញ់ប្លែកដាប់ច្រឡំហើយនៅទីនេះស្ងាត់ណាស់គ្មានអ្នកណាធ្វើអីទេញ៉ាំនំទៅណាឆ្ងាញ់មែនតើពេលថ្ងៃគេចេញដល់លេងក្នុងភូមិដើម្បីបន្ធូរអារម្មណ៍ស្រាប់តែមានយាយចាស់ម្នាក់រត់មកចាប់ដៃគេឯងស្នាក់នៅផ្ទះស្រីម្លឹះមែនទេ What are you saying She's in there You must run វាសនាភ័យនិងមិនយល់ពីអ្វីដែលកំពុងកើតឡើងពាក្យសម្ដីរបស់គាត់ធ្វើឲ្យគេព្រឺសម្បុរកុំញ៉ាំទឹកខ្ទិះនាងម្លឹះវាជាឈាមសំឡេងនោះមិនមែនកោសដូងទេរត់ទៅត្រឡប់មកវិញវាសនាចាប់ផ្ដើមសង្ស័យគ្រប់យ៉ាងម៉ោង12អាធ្រាត្របានចូលមកដល់ហើយសំឡេងនោះក៏បន្លឺឡើងសារជាថ្មីយប់នេះគេមិនអាចសំងំលាក់ខ្លួនទៀតដែរគេត្រូវតែទៅដង្ការពិតដោយផ្ទាល់ភ្នែកផ្ទះទាំងមូលងងឹតសូន្យសងមានតែសំឡេងកោសយ៉ាងញាប់ដើរកាន់ទៅជិតសំឡេងនោះហាក់មិនប្រក្រតីសោះវាដូចជាសំឡេងកោសវត្ថុរឹងប៉ះនឹងកាំបិតមុតស្រួយដូចជាសំឡេងកោះសន្ធប់រឹងប៉ះនឹងកាំបិតវាសនាលបមើលតាមចន្លោះសសររូបរាងដ៏ស្រស់ស្អាតពេលនេះកំពុងអង្គុយកោសអ្វីម្យ៉ាងយ៉ាងសាហាវ A beautiful figure is now sitting savagely grating something ឈាមស្រស់ហូរស្រក់ពេញក្តារអ្វីដែលនាងកំពុងកោសមិនមែនជាផ្លែដូងទេវាគឺជាលឡាដុតក្បាលមនុស្សអ្វីដែលគេស្មានថាជាសាច់ដូងគឺជាសាច់មនុស្សភាពស្ងាត់ជ្រងំដ៏អ្វីដែលគេស្មានថាជាសាច់ដូងគឺជាសាច់មនុស្សនាងដឹងខ្លួនហើយ
ភាពភិតភ័យធ្វើឲ្យពន្លឺចុងក្រោយត្រូវរលត់ Silence has returned. នាងដឹងខ្លួនអីសំឡេងអីហ្នឹង ភាពភិតភ័យធ្វើឲ្យពន្លឺចុងក្រោយត្រូវ គេត្រូវតែរត់ឲ្យលឿនបំផុតដើម្បីជីវិតគេគិតថាបន្ទប់នេះជាកន្លែងសុវត្ថិភាពតែគេគិតខុសហើយវាសនាមិនហ៊ានបញ្ចេញសំឡេងសូម្បីតែបន្តិចទ្វារឈើមិនអាចគាត់បិសាចបានឡើយ បងប្រុសចេញមកញ៉ាំនំមក ពេលវេលាកន្លងផុតទៅអ្នកដែលចង់ដឹងការពិតត្រូវក្លាយជាទាសករនៃអាថ៌កំបាំងនេះជារៀងរហូតគេបានបាត់បង់ភាពជាមនុស្សទាំងស្រុង វាឈើមិនអាចខត់បិសាចបានឡើយ អាថ៌កំបាំងសំឡេងកោះដួងនឹងមិនសាបសូន្យឡើយតារាប់ណាមានអ្នកថ្មីមកជួលផ្ទះនេះ អ្នកដែលចង់ដឹងការពិតត្រូវក្លាយជាទាសករនៃអាថ៌កំបាំងនេះជារៀងរហូត គេបានបាត់បង់ភាពជាមនុស្សទាំងស្រុងសំឡេងសើចក្លុលរបស់វាសនា អន្ទាក់ដ៏ស្រស់ស្រាយត្រូវបានរៀបចំជាថ្មី សាបសូន្យឡើយ សួស្ដីបងប្រុសមកជួបបន្ទប់មែនទេអេ អន្ទាក់ដ៏ស្រស់ស្អាតត្រូវបានរៀបចំជាថ្មី បាទបងស្រី នៅពេលរាត្រីមកដល់ នៅពេលរាត្រីមកដល់វត្តនៃភាពវិនាសនឹងបន្តវិលជុំសូមអរគុណដែលបានទស្សនា